ខែនេះខ្ញុំបានមកវត្តកំពង់ក្ដីដែលត្រូវនៅថ្ងៃទី5ជាថ្ងៃទី2នៃពិធីបុណ្យអុំទូកអមបុកសំពះព្រះខែនិងបណ្ដែតប្រទីបនៅវត្តកំពង់ក្ដីឆ្នាំនេះគឺប្លែកមែនតើគឺឆ្នាំនេះគឺមានការរៀបចំបណ្ដែតប្រទីបបងប្អូនរាល់ឆ្នាំក៏ដែរមានទេមានតែអមបុកអីធម្មតាគឺឆ្នាំហ្នឹងគឺគេមានការរៀបចំបណ្ដែតប្រទីបគឺថាស្អាតខ្លាំងមែនតើជាពិសេសបងប្អូនដែលនៅ single ឬក៏មានគូអីកុំភ្លេចមកបណ្ដែតប្រទីបនៅវត្តកំពង់ក្ដីផងហើយនេះគឺជាសកម្មភាពនៃការរៀបចំត្រៀមសម្រាប់បងប្អូនមកចូលរួមបណ្ដែតប្រទីបរបស់ព្រះសង្ឃនៅក្នុងវត្តកំពង់ក្ដីផងដែរបាទបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលបានធ្វើដំណើរទៅណាទៅណីទេឬក៏អត់បានទៅលេងនៅខេត្តសៀមរាបអាចមកទស្សនាក៏ដូចជាមកលេងកម្សាន្តនៅវត្តកំពង់ក្ដីបានដែលគេមានការអកអំបុកសំពះព្រះខែក៏ដូចជាបណ្ដែតប្រទីបផងដែរឬថាប្រទីបនៅវត្តកំពង់ក្ដីហ្នឹងគឺមានលក់ដែរបងប្អូនដូចជាខ្ទង់មួយត្រឹមតែ3000រៀលតែប៉ុណ្ណោះអញ្ចឹងសម្រាប់បងប្អូនដែលចង់មកកុំភ្លេចមកផងគឺល្ងាចនេះតែម្ដងគឺនៅថ្ងៃទី5ជាថ្ងៃទី2នៃការប្រពៃពិធីបុណ្យអុំទូកអមបុកបណ្ដែតប្រទីបនិងសំពះព្រះខែហើយនៅលើសាលាឆាន់ក៏គេមានការរៀបចំជាការដាក់ដើមចេកដាក់ដើមឈើផ្លែឈើអីជាច្រើនមែនតើបងប្អូនដូចដែលឃើញនៅក្នុងវីដេអូនេះអញ្ចឹងនិយាយទៅទស្សនវិជ្ជាមួយនេះគឺគេធ្វើរាល់ឆ្នាំហ្នឹងប៉ុន្តែអ្វីដែលប្លែកហ្នឹងគឺថាបណ្ដែតប្រទីបទៅតែធ្វើឆ្នាំនេះទេអញ្ចឹងសង្ឃឹមថាបងប្អូននៅក្នុងឃុំកំពង់ក្ដីក៏ដូចជានៅក្នុងស្រុកជីក្រែងមកទស្សនាបានច្រើនកកកអញ្ចឹងជួបគ្នានៅពេលល្ងាចក៏ដូចជាយប់នេះផងដែរអរគុណបងប្អូនទាំងអស់គ្នា